បាទសូមគោរពជំរាបសួរទៅកាន់ថ្នាក់ដឹកនាំគ្រប់រូបទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះគឺខ្ញុំសូមបង្ហាញពីរបៀបនៅក្នុងការបង្កើតលេខកូដរបៀបទី2អញ្ចឹងរបៀបទី2នេះរបៀបទី1នោះគឺខ្ញុំបង្ហាញអំពីកន្លែងបង្កើតនៅក្នុងរចនាសម្ព័ន្ធបាទចុចលើសញ្ញាបូកដល់របៀបទី2នេះគឺយើងចូលមកយក link សម្រាប់ផ្ញើឲ្យដៃគូហើយដៃគូគាត់ចុចចូលដើម្បីបង្កើតដោយខ្លួនឯងបាទជាងយើងចុចលើឈ្មោះនឹងមកបាទឈ្មោះរបស់បងប្អូនមកហើយយកពាក្យថា referral ចុចលើពាក្យថា referral បន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាមកមើលកន្លែងឆ្វេងហើយនៅខាងស្ដាំនេះតើចង់ឲ្យ link ទៅកាន់ដៃគូរបស់យើងបង្កើតនឹងចង់ឲ្យគាត់នឹងបង្កើតហើយនៅឆ្វេងឬក៏នៅស្ដាំបាទអញ្ចឹងតាមរយៈលពូហ៊ុនយីមនេះគឺគាត់ត្រូវសាងមកខាងឆ្វេងបាទអញ្ចឹងចុចមកខាងឆ្វេងបាទហើយ copy link មកបាទ copy link ផាច់ចឹងនៅពេលដែល copy link បាទ copy link យើងយកទៅផាសឲ្យដៃគូរបស់យើងមកបាទអញ្ចឹងឧទាហរណ៍ខ្ញុំផាសឲ្យលពូហ៊ុនយីមតែម្ដងបាទអញ្ចឹងនេះគឺជា link សម្រាប់ផ្ញើឲ្យដៃគូរបស់យើងដែលដៃគូរបស់យើងគាត់តែចុចលើ link ហ្នឹងទៅគឺអាចបង្កើតលេខកូដបានតែម្ដងបាទអញ្ចឹងតោះឥឡូវយើងចាប់ផ្ដើមបង្កើតទៅណាអញ្ចឹងគ្រាន់តែចុចលើ link ហ្នឹងឯងចុចលើ link ហ្នឹងមកចុចផាច់គឺនឹងរុញទៅដល់កន្លែងឲ្យបង្កើតលេខកូដតែម្ដងបាទចូលមកដល់កន្លែងហើយកន្លែងនេះគឺដាក់ឈ្មោះពួកអ្នកបងប្អូនដែលបានចុចបង្កើតហ្នឹងគឺដឹងឈ្មោះហ្នឹងណាគឺឈ្មោះខ្លួនយើងហ្នឹងតែម្ដងបាទអញ្ចឹងដាក់ឈ្មោះខ្លួនយើងមកបាទឈ្មោះអីគេឈ្មោះមីលីបាទឈ្មោះមីលីបាទលេខទូរស័ព្ទអញ្ចឹងដឹងហើយតើលេខទូរស័ព្ទរបស់យើងប្រហែលបាទហ្នឹងអូខេusername យើងដឹងហើយជាឈ្មោះក្រៅរបស់យើងបាទឬក៏ដាក់មិនក៏បានដែរបាទឧទាហរណ៍ថាមីលីបាទមីលីអូខេអញ្ចឹងមកកន្លែង password បាទ password នេះបងប្អូនទាំងអស់គ្នាដាក់យ៉ាងម៉េចក៏បានដែរ6ខ្ទង់ឡើង6ខ្ទង់ឡើងអញ្ចឹងខាងឆ្វេងដាក់យ៉ាងម៉េចខាងស្ដាំដាក់អញ្ចឹងដូចគ្នាមានអក្សរតូចអក្សរធំមានលេខបាទមានសញ្ញាបាទមានអីផ្សេងចុចទៅដាក់ទៅកាន់តែច្រើនកាន់ណាល្អកាន់នោះបាទអញ្ចឹងខ្ញុំសុំដាក់ password សិនពេលដាក់ password ហើយពិនិត្យមើល referral ត្រូវនៅបាទត្រូវហើយបាទអញ្ចឹង referral គឺតាមរយៈពូហ៊ុនយីមហើយចុចបង្កើតមកត្មងមកបាទចុចបង្កើតមកផាច់អូខេនេះជា ID ដែលបងប្អូនទាំងអស់គ្នាទទួលបានអញ្ចឹងបងប្អូនទាំងអស់គ្នាអាចយក ID ហើយនឹង password ដែលបានដាក់បង្កើតតែមិញហ្នឹងទៅបើកក្នុងទូរស័ព្ទដៃរបស់បងប្អូនបានហើយបាទបើកបានហើយបន្តមកទៀតបងប្អូនអាចធ្វើការដូរបាន ID នឹងដូរបានបាទឈ្មោះដូរបាន password ដូរបានគឺអាចដូរបានបាទដោយសេរីតែម្ដងបាទអញ្ចឹងរបៀបនៅក្នុងការបង្កើតទី2គឺបែបនេះបាទឥឡូវនេះយើងចូលទៅកាន់ account របស់យើងទាំងអស់គ្នាសិនថ្មីឡើងវិញមកតើមើលថាតើអំបញ្ញមិញនេះបងប្អូនទាំងអស់គ្នាបានអូកាឡាចែនឹងបានបង្កើត ID ហ្នឹងតើចូលទៅក្នុងរចនាសម្ព័ន្ធរបស់បងប្អូនហើយនៅបាទអញ្ចឹងចង់ដឹងថាតើដៃគូដែលគាត់បានចុចបង្កើតមិញហ្នឹងឃើញអត់បាទចុចចូលកន្លែង business tree ហ្នឹងមកហើយមើលដើមឈើបន្តមកទៀតយើងចុចយកខាងលើនេះចុងបំផុតហើយយកមកខាងឆ្វេងតើត្រូវទេបាទនេះអូខេអត់បាទបងប្អូនអរគ្នាអញ្ចឹងគ្រាន់តែផ្ញើតា link ឲ្យគេទៅក៏គេអាចចុះឈ្មោះបានដែរបាទហើយនៅក្រោមយើងនឹងតែម្ដងបាទអញ្ចឹងនេះគឺជារបៀបបង្កើតលេខកូដទី2របៀបទី2បាទអញ្ចឹងខ្ញុំមានវីដេអូនេះត្រឹមតែប៉ុណ្ណឹងបាទសូមអរគុណនិងសូមជម្រាបលា